ព្រះនាងផ្កាឈូកនៅក្នុងព្រៃអមតៈនៅក្នុងសម័យអតីតកាលមួយនៅប្រទេសខ្មែរមានព្រះរាជព្រះបាទអង្គយុវរាជាដែលស្ថិតនៅលើរាជធានីអង្គរធំព្រះអង្គជាមហាក្សត្រដ៏ខ្លាំងប៉ុន្តែព្រះអង្គមានទុក្ខសោកធំមួយរាត្រីមួយយប់ពេលព្រះច័ន្ទពេញវង់ភ្លឺចែងចាំងមានសេចក្តីសុបិនមកដល់ព្រះអង្គមានព្រះនាងមួយអង្គដែលកើតចេញពីផ្កាឈូកស្អាតដ៏ឧត្តមឧត្តមនឹងមកសង្គ្រោះព្រះរាជាព្រះអង្គភ្ញាក់ឡើងហើយប្រាប់ចេញទៅកាន់ក្រុងព្រះរាជាម្រាមទាំងអស់ព្រះរាជពិធីការិយាទាំងអស់បានស្វែងរកព្រះនាងនោះជាយូរប៉ុន្តែមិនរកឃើញឆ្នាំក្រោយមកនៅពេលរដូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌព្រះមហាក្សត្របានចេញទៅលេងសួនព្រះរាជវាំងនៅក្រោមដើមឈើបាយ័នដ៏ធំមានផ្កាឈូកមួយស្លឹកឈូកនៅតែបើកភ្លឺទោះបីជាមិនមែនរដូវផ្កាក៏ដោយព្រះអង្គបានទាញផ្កានោះចេញហើយភ្លាមនឹងនោះផ្កាឈូកបានរីកលូតលាស់ជាព្រះនាងមួយអង្គស្អាតស្បែកសស្បែកខ្មៅដូចផ្កាឈូកសក់ខ្មៅវែងដូចស្លឹកឈូកព្រះនាងមានភ្នែកភ្លឺដូចព្រះច័ន្ទនិងស្នាមញញឹមដែលធ្វើឲ្យផ្កាទាំងសួនរីកស្ងួតស្កាយព្រះអង្គបានហៅព្រះនាងថាព្រះនាងផ្កាឈូកព្រះនាងផ្កាឈូកបានរស់នៅក្នុងព្រះរាជវាំងជាមួយព្រះបិតាដោយមានសេចក្តីស្រឡាញ់ព្រះនាងចូលចិត្តលេងសើចនៅក្នុងសួនច្បារហើយមានថាមពលពិសេសគ្រប់ផ្កាដែលព្រះនាងប៉ះនឹងផ្ដល់ផលប្រយោជន៍ដល់មនុស្សប៉ុន្តែព្រះនាងមានទុក្ខចិត្តតិចតួចព្រោះព្រះនាងតែងតែសុបិនឃើញព្រៃអមតៈព្រៃដ៏អាថ៌កំបាំងដែលស្ថិតនៅភាគខាងកើតនៃរាជធានីដែលគេថាមានសត្វព្រៃនិងទេវតាស្នេហ៍ព្រះនាងចង់ទៅស្វែងរកអ្វីមួយដែលព្រះអង្គមិនដែលប្រាប់មួយថ្ងៃនៅពេលព្រះអង្គជិនទៅចូលរួមសន្និបាតជាមួយព្រះមហាក្សត្រនៃបណ្ដាប្រទេសមានសេចក្តីដំណឹងអាក្រក់មកដល់មានសត្រូវវ៉ាទី2ឈ្មោះក្រហមខៀវនិងបៃតងដែលជាបងប្អូន3នាក់បានឈានចូលមកគំរាមកំហែងព្រះរាជាពួកវាមានអេសាននន់អំណាចដែលសារវាបានលួចយកផ្កាអមតៈដែលជាផ្កាដ៏សូសាដែលអាចផ្ដល់ថាមពលអស់កលជានិច្ចព្រះរាជកងទ័ពបានចេញទៅប្រយុទ្ធប៉ុន្តែត្រូវចាញ់ខ្សោយព្រោះថាពួកវាមានខ្យល់ពុលនិងភ្លើងឆេះដ៏ខ្លាំងព្រះនាងផ្កាឈូកបានឮដំណឹងនេះព្រះនាងបានសម្រេចចិត្តចេញទៅសង្គ្រោះប្រទេសដោយសារព្រះនាងដឹងថាផ្កាអមតៈនៅក្នុងព្រៃអមតៈដែលជាកន្លែងដែលព្រះនាងកើតចេញព្រះនាងបានស្លៀកពាក់សម្លៀកបំពាក់សាមញ្ញយកតែកញ្ចក់មួយមុននឹងចេញព្រះនាងបានសង្កេតឃើញកូនសេះមួយក្បាលដែលត្រីបានចុងឃ្មុំនៅក្រោមដើមឈើព្រះនាងបានដោះវាចេញហើយហៅវាថាសេះមិត្តកូនសេះនេះបានក្បត់ស្មោះតាមព្រះនាងទៅកាន់ព្រៃអមតៈព្រៃអមតៈជាព្រៃដ៏ធំទូលាយដែលមានដើមឈើខ្ពស់ស្លឹកខៀវស្រងាត់និងផ្កាពណ៌សដែលភ្លឺចាំងដូចផ្កាយប៉ុន្តែព្រៃនេះពោពេញដោយអាថ៌កំបាំងមានសត្វព្រៃដ៏ខ្លាំងទេវតាដែលរស់នៅក្នុងស្លឹកឈើនិងទឹកដីដែលផ្លាស់ប្ដូរទៅវិញទៅមកពេលព្រះនាងផ្កាឈូកចូលទៅក្នុងព្រៃសេះមិត្តបានខ្លាចប៉ុន្តែព្រះនាងបានប្រាប់វាថាកុំខ្លាចព្រះអង្គនឹងការពារឯងដោយផ្កាឈូកការពារសត្វតូចដែរនៅថ្ងៃទី1ព្រះនាងបានជួបសត្វខ្ជីមួយក្បាលដែលត្រូវបានចងក្រេកនៅក្នុងគុកឈើសត្វខ្ជីព្រៃនេះឈ្មោះខ្ជីព្រៃបានសុំជំនួយពីព្រះនាងបានប្រែថាមពលផ្កាឈូកប៉ះទៅលើគុកឈើហើយឈើនោះបានទន់ខ្សោយអនុញ្ញាតឲ្យខ្ជីព្រៃរត់ចេញជាធ្នូខ្ជីព្រៃបាននាំព្រះនាងទៅកាន់ប្រឡាញ់ទឹកដែលមានទឹកស្អាតប៉ុន្តែមានសត្វកណ្ដាលពុលការពារព្រះនាងបានច្រានទឹកនិងផ្កាឈូកបានផ្លាស់ប្ដូរទឹកពុលទៅជាទឹកស្អាតដែលធ្វើឲ្យកណ្ដាលទាំងអស់រីករាយពីនោះព្រះនាងបានទទួលកំពតពីទេវតាទឹកដែលប្រាប់ថាផ្កាអមតៈនៅក្នុងភ្នំខ្ពស់ប៉ុន្តែត្រូវឆ្លងកាត់សាលាសត្រូវនៅថ្ងៃទី2ព្រះនាងបានចូលទៅក្នុងសាលាដ៏ងងឹតដែលពោពេញដោយសត្វព្រៃខូចនៅទីនោះមានសត្រូវវ៉ាទី1ក្រហមដែលមានខ្លួនក្រហមដូចភ្លើងនិងដៃមានក្រកក់ពុលវាសើចយំថាឯងជាក្មេងស្រីតូចមកស្វែងរកផ្កាអមតៈតើឯងអាចឆ្លងកាត់សម្លាប់ខ្ញុំបានទេព្រះនាងមិនខ្លាចព្រះនាងបានប្រាប់ថាក្នុងមុខសង្គ្រោះប្រទេសមិនមានសម្លាប់នរណាបើឯងប្រគល់ផ្កាខ្ញុំនឹងផ្ដល់សេចក្តីសុខក្រហមបានខឹងហើយប៉ុន្តែព្រះនាងបានបោះផ្កាឈូកទៅមុខផ្កានោះបានរីកធំនិងបាត់បង់ភ្លើងទាំងអស់ក្រហមបានចងដោយស្លឹកផ្កាហើយវាបានសារភាពថាវាលួចផ្កាអមតៈពីទេវតាព្រៃដើម្បីបានអំណាច
ព្រះនាងបានទោសវាប៉ុន្តែបានផ្ដោតថ្នាំពីផ្កាឈូកដើម្បីព្យាបាលជាតិពុលរបស់វាក្រហមបានស្ដាយហើយបានប្រាប់ផ្លូវទៅកាន់សត្រូវបាវទី2នៅថ្ងៃទី3ព្រះនាងបានមកដល់ភ្នំខ្ពស់ដែលមានសត្រូវបាវទី2ខៀវដែលមានខ្លួនខៀវដូចមេឃងងឹតនិងអាចផ្លាស់ប្ដូរខ្យល់ទៅជាព្យុះវាបានបង្វេងព្រះនាងឲ្យវង្វេងដោយបង្កើតផ្លូវខ្លាំងខ្លាយសេះមិត្តបានខ្លាចប៉ុន្តែខ្ជីព្រៃដែលតាមមកបានជួយនាំផ្លូវត្រឹមត្រូវព្រះនាងបានប្រើកញ្ចក់ដើម្បីឆ្លុះពន្លឺព្រះច័ន្ទវាបានសង្គ្រោះដោយស្នាមញញឹមរបស់ព្រះនាងដែលធ្វើឲ្យវាចង់ចិត្តសុខសាន្តព្រះនាងបានប្រាប់វាថាអំណាចពិតមិនមែនពីការលួចប៉ុន្តែពីចិត្តស្មោះត្រង់ខៀវបានប្រគល់កូនសោមួយដែលជាសោឆ្លក់ភ្នំនៅថ្ងៃទី4ព្រះនាងបានឡើងទៅដល់កំពូលភ្នំដែលមានសត្រូវបាវទី3បៃតងដែលមានខ្លួនបៃតងដូចស្លឹកឈើនិងអាចគ្រប់គ្រងសត្វព្រៃទាំងអស់វាបានបញ្ជាឲ្យសត្វចចាកនិងសត្វស្លាបវាប្រហារព្រះនាងបានប្រើថាមពលផ្កាឈូកប្រាប់សត្វទាំងនោះថាកុំស្ដាប់ចិត្តអំណាចស្ដាប់ចិត្តសេចក្តីស្រឡាញ់សត្វទាំងអស់បានឈប់វាយហើយបែរមុខជួយព្រះនាងបៃតងបានខឹងខាងណាស់ប៉ុន្តែពេលវាឃើញព្រះនាងប៉ះទៅលើផ្កាអមតៈដែលវាលាក់ទុកផ្កានោះបានរីកស្គុះស្កាយនិងផ្ដល់សេចក្តីសុខដល់វាបានសារភាពថាពួកវាបានលួចផ្កាដើម្បីចង់ក្លាយជាមហាក្សត្រប៉ុន្តែឥឡូវវាលើកអំណាចនោះវិញទៅព្រះនាងផ្កាឈូកបានយកផ្កាអមតៈហើយត្រឡប់មករាជធានីពេលព្រះអង្គត្រឡប់មកព្រះនាងបានប្រគល់ផ្កានោះនិងថាមពលរបស់វាបានសង្គ្រោះកងទ័ពនិងប្រទេសទាំងមូលសត្រូវបាវទី3បានក្លាយជាអ្នកការពារព្រៃអមតៈដោយចិត្តខ្លាំងព្រះនាងផ្កាឈូកបានរស់នៅសុខសាន្តជាមួយព្រះបិតានិងសត្វមិត្តពីពេលនោះមកគេថាព្រះនាងផ្កាឈូកនៅតែរស់នៅក្នុងផ្កាឈូកនៅពេលរាត្រីពេញវង្សសេចក្តីសង្សារសេចក្តីល្អនាំមកនៃជ័យជំនះសេចក្តីអំណាចពិតមិនមែនពីការលួចប៉ុន្តែពីចិត្តស្មោះត្រង់